Hi, everybody. Nice to see you again. Let's translate three more useful everyday English idiom with me. And the first one means saying informal. Used to say that you should not criticize somebody for a fault that you have yourself. Saying informal used to say that you should not criticize somebody for a fault that you have yourself. Idiom ហ្នឹងគឺមានន័យថាអូខេសុភាសិតឬក៏ភាសាដែលយើងប្រើជាប្រចាំថ្ងៃសម្រាប់និយាយណាគឺត្រូវបានប្រើប្រាស់ដើម្បីនិយាយថាអ្នកមិនគួររិះគន់នរណាម្នាក់សម្រាប់កំហុសមួយដែលអ្នកអ្នកក៏អ្នកក៏បង្កើតកំហុសនឹងដែរឬក៏អ្នកក៏មានកំហុសនឹងដែរឬក៏អ្នកខ្លួនអ្នកផ្ទាល់ហ្នឹងក៏មានកំហុសអញ្ចឹងដែរអញ្ចឹងណាអញ្ចឹង the idiom is here the pot calling the kettle black គេបើជាន័យត្រង់បានន័យថាឆ្នាំងហៅកសៀវថាខ្មៅណាថាកសៀវនឹងខ្មៅតែខ្លួនឯងហ្នឹងអត់គិតតែខ្លួនឯងខ្មៅទេពីដើមយើងប្រើខ្ជុងពេលអញ្ចឹងខ្មៅហើយទាំងពីរទាំងកសៀវទាំងឆ្នាំងណាយ៉ាខ្លួនឯងខ្មៅអត់មានតែអត់មើលខ្លួនឯងថាខ្លួនឯងហ្នឹងសឬក៏មិនបានហៅគេអាខ្មៅអញ្ចឹងណាតែកំពិតពីមកតបដូចតែគ្នាហ្នឹងទេអូខេពីមកតប sorry 4មកតបណាទៅជឿច្រឡំ sorry ខ្ញុំច្រឡំ4មកតប okay and this next one we say it means wait okay to have money, for example, in your bank account. To have money, for example, in your bank account មានលុយជាឧទាហរណ៍នៅក្នុងកុងធនាគាររបស់អ្នកអញ្ចឹង idiom ដែលមានន័យថាមានលុយនឹងគឺគេយកមកឧទាហរណ៍សិនមក The company has managed to stay in the black for the year ending December the 31st. The company has managed to stay in the black for the year ending December the 31st. អញ្ចឹងបានន័យថា idiom ដែលមានន័យថាមានលុយហ្នឹងគឺអឺ be in the black នេះណា be in the black but be in the black ប៉ុន្តែទីហោនេះគេប្រើពី stay ហ្នឹងហើយ stay in the black មានន័យថាយើងមានលុយបានន័យថាក្រុមហ៊ុនអឺក្រុមហ៊ុន has managed to stay in the black បានន័យថាក្រុមហ៊ុនគាត់គាត់អឺគាត់លៃលោកគាត់លៃលោកក្នុងការឲ្យមានលុយខ្លះហ្នឹងហើយក្រុមហ៊ុនបានលៃលោកឲ្យសល់លុយខ្លះឬក៏ឲ្យមានលុយខ្លះសម្រាប់អឺឆ្នាំដែលបញ្ចប់ទៅនៅថ្ងៃទី31ខែ12ហ្នឹងអូខេអញ្ចឹង be in be in the black បានន័យថាយើងមានលុយខ្លះអញ្ចឹងមានលុយអូខេមានលុយ and the last one okay having no colors except black white or shades of gray in photographs or television etc having no colors except black, white, shades of gray in photographs and on television, etc. គេថាគ្មានពណ៌ទេក្រៅពីខ្មៅសក៏ដូចជាពណ៌ប្រផេះពណ៌ប្រផេះរឿងខ្មៅខ្មៅណាពណ៌ប្រផេះអឺពណ៌ប្រផេះលក្ខណៈប្រផេះប្រផេះដិតហ្នឹងហើយពណ៌ប្រផេះដិតនៅក្នុងរូបថតថតឬក៏ក្នុងទូរទស្សន៍ជាឧទាហរណ៍អញ្ចឹងទៅលក្ខណៈគេសំដៅទៅលើរូបថតពីដើមហើយនឹងទូរទស្សន៍ពីដើមដែលយើងឃើញតែពណ៌សខ្មៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺនេះ a film made in black and white a film made in black and white អញ្ចឹងបានន័យថាតសខ្មៅយើងនិយាយថាសខ្មៅនឹងរូបរឿងហ្នឹងវារឿងសខ្មៅហ្នឹងរឿងហ្នឹងគេថតពីសម័យដើមថតប្រើកាមេរ៉ាសេរីមុនណាអញ្ចឹងរឿងហ្នឹងរឿងសខ្មៅអត់មាន color អីទេ so black and white ហ្នឹងហើយអានេះប្រហែលជាមិនពិបាកយល់ទេ black and white Okay, so that's it for today. Thank you so much. I'll see you next time. Take care and bye.